បន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាអំពី conditional formatting ហើយពេលនេះយើងនឹងចូលដល់ការសិក្សានៅរូបមន្ត lookup អញ្ចឹងរូបមន្ត lookup យើងប្រើដើម្បីទាញយកទិន្នន័យណាមួយមកប្រើដោយផ្អែកលើទិន្នន័យមួយដែលដូចគ្នាទៅនឹងបណ្ដុំនៃទិន្នន័យនោះផ្ទុកនៅអញ្ចឹងក្នុងនេះទម្រង់ទូទៅរបស់រូបមន្ត lookup ស្មើ lookup បើបង្កក lookup value គឺជាទិន្នន័យសម្រាប់យើងយកទៅប្រៀបធៀបដើម្បីទាញយកទិន្នន័យណាមួយមកក្បៀសមកចូលដល់ lookup vector គឺជាបណ្ដុំទិន្នន័យដែលមានទិន្នន័យដូចទិន្នន័យដែលយើងសម្រាប់យកទៅប្រៀបធៀបនេះមានទុកនៅក្បៀសមកហើយចុងក្រោយគឺ result vector គឺជាជួរនៃទិន្នន័យដែលត្រូវទាញយកដែលនៅជួរត្រូវគ្នាជាមួយនឹង lookup value ដែលយើងដាក់ហ្នឹងចឹងគេមានឧទាហរណ៍ស្មើ lookup បើបង្កកលេខ3ក្បៀស a1.2c5 ក្បៀស b1.2b5 ចឹងមានន័យថាគេទាញយកទិន្នន័យនៅជួរ b1 រហូតដល់ b5 ដែលមានទិន្នន័យលេខ3នៅជួរដេកដូចគ្នាក្នុងបណ្ដុំ cell a1 រហូតដល់ c5 ចឹងករណីសម្គាល់មួយទៀតឧទាហរណ៍បើសិនជាអ្នកទាំងអស់គ្នាជួបករណីប្រើកលាយោងឆ្លងសៀវភៅបញ្ជីអញ្ចឹងអ្នកទាំងអស់គ្នាចង់ទាញយកកលាយោងនោះមកប្រើអ្នកទាំងអស់គ្នាត្រូវវាយឈ្មោះសៀវភៅបញ្ជីបន្ទាប់មកដាក់សញ្ញាឧទានហើយបន្ទាប់មកបានដាក់ឈ្មោះកលាយោងនោះឧទាហរណ៍យើងចង់យកទិន្នន័យកលាយោង C15 ពីសៀវភៅបញ្ជី book អ្នកទាំងអស់គ្នាត្រូវវាយស្មើ book សញ្ញាឧទានហើយវាយ C15ចឹងក្នុងនេះខ្ញុំមានឧទាហរណ៍មួយទៀតឲ្យអ្នកទាំងអស់គ្នាមើលដែរចឹងឧទាហរណ៍ឯកសារខាងលើនេះគេនិយាយអំពីគេចង់ទាញយកតម្លៃទំនិញដោយផ្អែកលើលេខកូដមួយដែលមាននៅខាងឆ្វេងគឺជាបញ្ជីទំនិញទាំងអស់ហើយនៅខាងស្ដាំគឺជាបញ្ជីដែលគេត្រូវការដើម្បីទាញយកតម្លៃទំនិញមកចឹងឧទាហរណ៍នៅក្នុងកលាយោង E13 នេះគេបានវាយស្មើ lookup H3 C2.2E6 មានសញ្ញាដុល្លារក្បៀសមក E2 E6 មានសញ្ញាដុល្លារអញ្ចឹងក្នុងនេះ H3 នេះគឺជាកលាដែលគេសម្រាប់វាយលេខកូដដើម្បីយកលេខកូដហ្នឹងទៅផ្ទៀងផ្ទាត់ទាញយកទិន្នន័យពីកលានៅពីតារាងនៅខាងឆ្វេងហើយ$C2.2 $E6 នេះដែលផ្ទុកទិន្នន័យដែលយើងចង់ទាញយកអញ្ចឹងខាងកលាយកខាងក្រោយ E2 រហូតដល់ E6 នេះគឺជាជួរឈរដែលទិន្នន័យយើងត្រូវទាញយកទៅបន្ទាប់ពីអ្នកទាំងអស់គ្នាបានរៀនអំពីរូបមន្ត lookup ស្គាល់និយមន័យនិងស្គាល់ពីទូនាទីរបស់វាហើយពេលនេះយើងចាប់ផ្ដើមអនុវត្តដោយប្រើរូបមន្ត lookup ដើម្បីទាញយកទិន្នន័យរបស់សិស្សមកបំពេញនៅក្នុងសញ្ញាបត្រនេះដែលមានគំរូនៅខាងស្ដាំដៃនេះអញ្ចឹងមុននឹងធ្វើការទាញយកអ្នកទាំងអស់គ្នាត្រូវដឹងថាតើទិន្នន័យដែលអ្នកទាំងអស់គ្នាចង់ទាញយកហ្នឹងទាញយកមកពីណាអញ្ចឹងនៅក្នុងសញ្ញាបត្រនេះកន្លែង ID នេះគឺយើងត្រូវការវាបញ្ចូលទេប៉ុន្តែយើងប្រើ ID ហ្នឹងដើម្បីទៅទាញយកទិន្នន័យផ្សេងហ្នឹងដោយផ្ទៀងផ្ទាត់តាម ID នេះអត្ថលេខនេះអញ្ចឹងក្នុងនេះត្រង់ឈ្មោះ name gender ថ្ងៃខែឆ្នាំកំណើតកន្លែងកំណើតលេខបន្ទប់លេខតុមណ្ឌលប្រឡងថ្ងៃខែឆ្នាំប្រឡងហើយនឹងនិទេសដំណាច់ឆ្នាំហ្នឹងគឺទាញយកពីសៀវភៅបញ្ជី Stu Test Info ហើយចំពោះនិទេសនៃមុខវិជ្ជានីមួយៗហ្នឹងគឺយើងទាញយកពី Stu Test Score វិញនៅក្នុងនេះគេមានគំរូឲ្យយើង2ដែលអាចឲ្យយើងផ្ទៀងផ្ទាត់បានមុននឹងសរសេររូបមន្ត lookup ទៅកន្លែងផ្សេងតើយើងចាប់ផ្ដើមអនុវត្តអញ្ចឹងពេលនេះយើងបានមកដល់ត្រង់កន្លែងធ្វើសញ្ញាបត្រហើយនេះគ្រាន់តែជាឧទាហរណ៍មួយអញ្ចឹងយើងត្រូវការបញ្ចូលអត្ថលេខសិស្សបន្ទាប់មកឲ្យវាយកអត្ថលេខហ្នឹងទៅទាញទិន្នន័យមកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវវាយរូបមន្តនៅត្រង់កន្លែងដែលយើងត្រូវទាញយកទាំងអស់នេះអញ្ចឹងដើម្បីវាយកអ្នកទាំងអស់គ្នាអាចដាក់ម៉ៅលើវាប៉ុន្តែពេលនេះដោយសារយើងចុចអត់បានព្រោះអីយើងបានប្រាជ្ញាពីលើអញ្ចឹងដើម្បីឲ្យបានselectលើ cell អ្នកទាំងអស់គ្នាត្រូវដាក់ម៉ៅខាងក្រៅជាសិនហើយចាំយើងរុញសញ្ញាព្រួយនៅលើ keyboard យើងហ្នឹងមករំកិលមកអញ្ចឹងពេលនេះយើងបានឈរលើ H12 ហើយជាត្រង់នេះយើងវាស្មើដើម្បីទាញយកគេប្រើរូបមន្ត lookup បើបង្កកទី1គឺលេខដែលគេយកទៅផ្ទៀងផ្ទាត់ដើម្បីទាញយកគឺនៅត្រង់ C12 បាទក្បៀស បណ្ដុំនៃកលាយោងដែលយើងត្រូវយកគឺ
dương tra tiên vô tình này nâng pi stu test info chắp pi rồi là dùng nè chắp pi rồi là dùng để bốn là hồ đá chê pi rồi đọc bằng buồn bắt đầu mắc bía bây giờ nó có khi đặt bằng đông xe đài tình này để dân trong tiên vô tục nơi hái bắt đầu mắc cái lại hàng còi ní cứ dân trong tiên tình này bị chua nè màu chứng dân trong tiên tình này bị ngày khai là mang bà ló cứ nơi chua y y 4 cho pi y pi đọc bằng buồn bật bằng chó enter và bên này dương ba rụp bốn hái phần tay rụp môn ní bà sân chia nơi cái lại si đập pi để dương lên để dương vô tập tiên toán ní ọt miên tần ấy viên đằng tranh bạp ní bà phần tay bà sân lại si đập pi miên tần ấy ưu thế hoa nhông bia lệch muối lệch sao lệch muối viên đằng tiên vô tên này ngay khai đại ba plon rồi sao lệch muối mà bằng hai phần tay tên này đại ba plon ní bà sân chia nơi không cam thì Excel là tặng óc ní chụp lại cái nạn lệchแบบนี้มีในthay vì kết chia chấm nuôn tháng ấy bênนี้ยังđồ viết tới gì cả bà để chat để tặng óc ní chôl home trong number format ní để tặng óc ní vô đẹp má lục áp và mọi người chó si đọc pi bía to test info ưu tiên tên này chặt bị E4 là hồ đo chế pi rồi đọc bằng 4 biết to test info ưu tiên b 4 chệch pi rồi đọc 4 ít